ទឹកដៃមិនធម្មតាបងប្អូនណាទឹកដៃស្អាតមែនទែនស្រីស្អាតរបស់យើងកំពុងតែធ្វើការថតរូបស្អាតហើយជាមួយនឹងបាទក្រុមការងារដ៏ស្រស់ស្អាតរបស់គាត់កំពុងតែបង្ហាញរៀងយ៉ាងខ្ជូតហើយជាមួយនឹងការថតរូបនៅទឹកធ្លាក់ថ្មរអិលនៅក្នុងស្រុកបកកែវខេត្តរតនគិរីយើងឃើញថាទឹកធ្លាក់មករហឹមអមជាមួយនឹងបាទព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតផងដែរនឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាគណៈពេលនេះយើងកំពុងតែមកដល់ជាមួយនឹងបរិវេណជាមួយនឹងរមណីយដ្ឋានទឹកធ្លាក់ថ្មរអិលហើយស្រីស្អាតទាំង120រូបកំពុងតែធ្វើដំណើរអញ្ជើញមកដល់ហើយបងប្អូនយើងរងចាំតាមដានទស្សនានៅទស្សនវិជ្ជាទាំងមូលទាំងអស់គ្នាមុននឹងទៅដល់ទឹកធ្លាក់របស់យើងលើកទូរស័ព្ទដៃថតវីដេអូបង្ហាញជូនគាត់អ៊ីនកាមេរ៉ាដោយសារអីគាត់ខ្លាចខ្ញុំថតកាមេរ៉ាស៊ីនបងប្អូនណាអត់ស៊ីនទេគឺថត 3-4 app ជាមួយនឹងការ edit ឲ្យគាត់ស្អាតតែម្ដងសម្រាប់ជាមួយនឹងផ្លូវទៅដល់ទឹកធ្លាក់របស់យើងអមទៅដោយបាទដើមឈើយ៉ាងឃ្យូស្រងាត់តែម្ដងតាមដងផ្លូវរបស់យើងក៏ដូចជាព្រៃព្រឹក្សាយ៉ាងឃ្យូជាពិសេសជាមួយនឹងប្រភេទចំការបងដែលគាត់ដាំកៅស៊ូបាទដាំជាមួយនឹងបាទស្វាយចន្ទីជាច្រើនដែលកំពុងតែត្រៀមជាមួយនឹងការប្រមូលផលផងដែរនៅក្នុងរដូវនេះបងប្អូនបានឃើញហើយដងផ្លូវជាទៅដូចជាមិនសូវនឹងពិបាកប្រហែលទេហើយក៏មិនបងអង្គយូគឺទៅដល់ស្រីស្អាតរបស់យើងចាប់ដើមជាមួយនឹងការថតរូបស្អាតតែម្ដងអមជាមួយនឹងទឹកធ្លាក់បាទថ្មរអិលរបស់យើងមិនធំទេបងប្អូនសម្រាប់ទីតាំងនៃការថតរូបនេះដែលបង្ហាញឲ្យឃើញថាសម្រាប់ទីតាំងផ្ទាល់ក៏មិនសូវបងប្អូនខ្លះក៏មិនសូវបានដឹងនិងមិនសូវបានស្គាល់អញ្ចឹងអាចណែនាំអញ្ជើញមកលេងបានសម្រាប់ទស្សនវិជ្ជាទីតាំងរបស់យើងស្រស់ស្អាតបងប្អូនក៏អាចអញ្ជើញចុះមួយទឹកត្រជាក់បាទអមទៅដោយព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតនៅជាប់ជាមួយនឹងមាត់ទឹកផងដែរសម្រាប់ពុកម៉ែបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងដែលចង់ទៅលេងនៅក្នុងទឹកដីស្រុកបកកែវខេត្តរតនគិរីអាចអញ្ជើញមកលេងបានសាកសួរបន្ថែមពីបងនៅជិតនោះគាត់នឹងប្រាប់ទីតាំងជាពិសេសបងដែលគាត់រត់ pass app នេះគឺគាត់ស្គាល់ហើយទីតាំងនោះឲ្យតែចង់ទៅលេងទឹកធ្លាក់ថ្មរអិលប្រាប់គាត់ទៅគាត់ជូនទៅហើយអញ្ចឹងកុំភ្លេចពេលដែលបងទៅកុំភ្លេចវិចអីយកទៅញ៉ាំផងដោយសារនៅតំបន់នោះអត់មានឃើញបងយើងលក់អីទេហើយកុំភ្លេចថារក្សាជាមួយនឹងអនាម័យឬក៏យើងអាចខ្ចប់សម្រាមទាំងអស់នោះយកទៅរក្សាទុកនៅកន្លែងណាមួយដើម្បីយើងកុំឲ្យមានគេថាបរិស្ថានរបស់យើងអត់ស្អាតណាព្រោះទីតាំងរបស់យើងនេះស្អាតណាស់បងប្អូនហើយអញ្ចឹងបងប្អូនកុំភ្លេចចូលរួម share ម្នាក់មួយចែករំលែកព័ត៌មាននេះឲ្យបងប្អូនយើងដទៃហើយខ្ញុំបំភ្លេចមិនបានបងប្អូនដឹងអីអត់អាកាសធាតុក្តៅអញ្ចឹងយើងញ៉ាំជាមួយនឹងភេសជ្ជៈ Express របស់យើងកាន់តែអែមកាន់តែលយបើចេញ style ជាខ្លួនយើងទៀតអូហូយលយកប់សេរីតែម្ដងអញ្ចឹងកុំឲ្យរំលងញ៉ាំជាមួយនឹងភេសជ្ជៈ Express កាន់តែស្រស់ស្រាយកាន់តែរីករាយបន្ថែមជាមួយនឹង Express រសជាតិ Strawberry ពីខ្ញុំបាទ MC ផងមានតែប៉ុណ្្នឹងទេសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ